สุดท้ายเนี่ยเราเนี่ยท่านี้ก็ខ្ញុំមានកម្មវិធីមួយចង់ចែកម្លែកអ្នកគ្នាទៅក្នុងកម្មវិធីមើលវីដេអូ YouTube អត់លោតពាណិជ្ជកម្មអត់លោតពាណិជ្ជកម្មអីញ៉ៃៗនៅគ្នាហើយមួយទៀតពេលអ្នកគ្នាមើលទៅគឺដូច app YouTube អញ្ចឹងគឺយើងអាច log in account របស់យើងចូលហើយពេលយើងមើលទៅវា remember ទៅនឹង history យើងឬក៏យើងចុចអីគឺដូច YouTube គ្រប់យ៉ាងអញ្ចឹងហើយគឺអត់មានលោតពាណិជ្ជកម្មទេប៉ុន្តែខ្ញុំដឹងថាវា release ទាំង App Store ឬក៏ Play Store ទេប៉ុន្តែសម្រាប់ខ្ញុំចែកម្លែកនេះគឺវាមាននៅក្នុង App Store អញ្ចឹងណាដំបូងអ្នកគ្នាចូលទៅក្នុង App Store ហើយអ្នកគ្នាស៊ើចពាក្យថា Pro 2អ្នកគ្នាសរសេរអញ្ចឹងមកហើយបន្តមកទៀតអ្នកគ្នាតឡើងវាមកហើយអ្នកគ្នាចុចបើកវាទៅហើយបន្ទាប់ពីបើកវាហើយអ្នកគ្នាទៅដល់បើកហើយចុចកន្លែងនឹង Pro Tube ហ្នឹងវាដាក់ YouTube ហ្នឹងចុចចំទៅគឺអ្នកគ្នាអាចមើលវីដេអូបានដោយមិនមានការលោតពាណិជ្ជកម្មហើយមិនបង់លុយអីទេអញ្ចឹងវីដេអូនេះគឺខ្ញុំគាត់តែចែកម្លែកប៉ុណ្ណឹងរបៀបកម្មវិធីអ្នកគ្នាចង់សង្ឃឹមថានេះគឺជាចំណេះដឹងមួយកុំឲ្យអ្នកគ្នាអស់លុយបង់ឬក៏មើលទៅលោតពាណិជ្ជកម្មញ៉ៃៗនេះអញ្ចឹងសូម្បីតែខ្ញុំក៏ធុញដែរអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្ណឹងទេអ្នកគ្នាអរគុណជម្រាបលាបាយបាយ